រឿងចៅសុកនិងចៅសៅកាលពីព្រេងនាយមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នាមួយឈ្មោះចៅសុកមួយឈ្មោះចៅសៅបានបួសនៅវត្តជាមួយគ្នាបួសយូរបន្តិចទៅក៏សឹកមកវិញសឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀតសន្យានឹងគ្នាថាបើនរណាក្រត្រូវជួយគ្នាហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូននៅរកស៊ីដតីពីគ្នាចៅសុករកស៊ីទៅមានទ្រព្យសម្បត្តិច្រើនឯចៅសៅងងខ្លៅក្រលំបាកហើយមានប្រពន្ធក៏មានសហាយផងចៅសុកដឹងថាប្រពន្ធចៅសៅមានសហាយហើយក្រលំបាកដូច្នោះក៏ទៅសួរចៅសៅទៅដល់ឃើញចៅសៅក្រលំបាកណាស់មែនក៏បបួលចៅសៅទៅរកស៊ីហើយនិយាយថាត្រូវឯងតាមពាក្យអញចៅសៅក៏ព្រមតាមពាក្យចៅសុកចៅសុកបបួលចៅសៅទៅកាប់ឈើធ្វើក្តាមឈូសលក់ចៅសៅតាមពាក្យចៅសុកក៏ព្រមទៅជាមួយគ្នាឯកូនសេដ្ឋីដែលជាសហាយនឹងនាងមិចឃើញចៅសៅមិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរួចហើយវិលទៅផ្ទះវិញចៅសុកនិងចៅសៅធ្វើក្តាមឈូសបានមួយក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្តាមឈូសមួយទៀតកូនសេដ្ឋីក៏ទៅដេកនឹងនាងមិចទៀតដល់ពាក់កណ្ដាលអាធ្រាត្រចៅសុកនិងចៅសៅមកផ្ទះវិញចៅសុកខំដើរប្រញាប់មកមុនស្រែកហៅប្រពន្ធចៅសៅឲ្យបើកទ្វារហើយកូនសេដ្ឋីក៏ភិតភ័យរត់ពុំរួចនាងមិចប្រាប់សហាយឲ្យចូលដេកក្នុងក្តាមឈូសហើយទៅបើកទ្វារឲ្យចៅសុកចៅសៅចូលទៅក្នុងផ្ទះនាងមិចសួរថាដូចម្ដេចក៏បានជាវិលមកវិញចៅសៅប្រាប់ថាចៅសុកឈឺក្បាលហើយវិលមកវិញហើយចៅសៅប្រាប់ទៅនាងមិចឲ្យដាំបាយស៊ីបាយរួចហើយដោយចៅសុកដឹងថាសហាយនាងដេកនៅក្នុងក្តាមឈូសក៏ប្រាប់ទៅចៅសៅថារកផ្ដៅមកចងក្តាមឈូសទុកក្រែងចៅលួចចៅសៅក៏យកផ្ដៅទៅចងរួចស្រេចហើយយកដេចគោលបោះថែមទៀតឯចៅសៅពុំដឹងថាប្រពន្ធមានសហាយក៏ធ្វើតាមពាក្យចៅសុកបង្គាប់លុះព្រឹកឡើងចៅសៅប្រើនាងមិចជាប្រពន្ធឲ្យទៅទិញអីវ៉ាន់នាងមិចក៏ហួសទៅប្រាប់សេដ្ឋីថាឲ្យសេដ្ឋីចាំទិញក្តាមឈូសត្បិតកូនសេដ្ឋីទៅដេកនឹងខ្ញុំប្តីខ្ញុំមកតាន់បានរត់ចូលដេកក្នុងឈូសឥឡូវនេះប្តីខ្ញុំសែងយកមកដល់ព្រឹកនេះហើយប្រាប់ហើយនាងមិចក៏ត្រឡប់ទៅផ្ទះវិញលុះចៅសុកនិងចៅសៅស៊ីបាយរួចក៏សែងមឈូសយកទៅលក់សេដ្ឋីឲ្យខ្ញុំបម្រើម្នាក់ចាំមើលផ្លូវហើយផ្ដាំថាបើឃើញអ្នកណាសែងក្តាមឈូសមកដល់ឲ្យរត់ទៅហៅយើងចៅសុកនិងចៅសៅសែងក្តាមឈូសមកដល់ផ្ទះសេដ្ឋីហើយពពាយនាយថាអ្នកណាទិញក្តាមឈូសទេសេដ្ឋីឮដូចនេះក៏សួរថាលក់តម្លៃប៉ុន្មានចៅសុកប្រាប់ថាឲ្យចាក់ប្រាក់ពីដីឡើងស្មើនឹងក្តាមឈូសសេដ្ឋីសុំតថ្លៃក៏ចៅសុកមិនព្រមសេដ្ឋីក៏ប្រើខ្ញុំកំដរឲ្យយកប្រាក់មកចាក់ស្មើនឹងក្តាមឈូសហើយចៅសុកនិងចៅសៅយកប្រាក់ទៅចែកគ្នាសេដ្ឋីគោះក្តាមឈូសយកកូនចេញចំណែកក្រោយមកចៅសៅក៏យកនាងមិចធ្វើជាប្រពន្ធដូចដើមវិញ